ចាជំរាបសួរបងប្អូនទាំងអស់គ្នាចាថ្ងៃនេះនាងខ្ញុំចន្ទធានបានពលមកជួបបងប្អូនចិត្តថ្មីម្ដងទៀតហើយបងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនមានរឿងក្នុងចិត្តបងប្អូនចង់និយាយតែបងប្អូនមិនដឹងថានិយាយប្រាប់អ្នកណាអញ្ចឹងបងប្អូនអាចតំណតំណងមកតាមលេខទូរស័ព្ទរបស់នាងខ្ញុំចា070 963 167ឬក៏តាម Telegram ក៏លេខនឹងដែរអញ្ចឹងណាបងប្អូនបើសិនជាបងប្អូនមានបញ្ហាធ្លាក់ក្នុងចិត្តចាបងប្អូនអាចឆាតឬក៏ទៅតាមលេខនឹងមកនិយាយរឿងក្នុងចិត្តប្រាប់នាងខ្ញុំនឹងធ្វើវីដេអូនិយាយសាច់រឿងរបស់បងឬក៏ប្អូនឬលោកតាលោកយាយដែលគាត់មានបញ្ហាចង់និយាយប៉ុន្តែគាត់ថាអត់ដឹងនិយាយប្រាប់អ្នកណាអញ្ចឹងណាបងប្អូនអញ្ចឹងបងប្អូនចង់ចែករំលែកចាំបងប្អូនអាចតាក់ទងមកនាងខ្ញុំនឹងធ្វើវីដេអូជូនបងប្អូនសម្ដាប់អញ្ចឹងណាបងប្អូនចាសង្ឃឹមថាបងប្អូនមានរឿងល្អចង់ឲ្យនាងខ្ញុំនិយាយហើយអាចតំណងមកដោយលេខទូរស័ព្ទរបស់នាងខ្ញុំប្រកាសខាងដើមអញ្ចឹងចាសូមបញ្ជាក់ម្ដងទៀតគឺ070 963 167ហើយ Telegram ក៏លេខនឹងដែរបងប្អូនចាអនុស្សាវរីយ៍មានស្អីខ្លះចាំបងប្អូនអាចតំណងមកបានអញ្ចឹងណាបងប្អូនអរគ្នាចានឹងខ្ញុំធ្វើវីដេអូចាចែករំលែកដល់បងប្អូនអរគ្នាដើម្បីឲ្យគាត់ទៅនៃពីការងាររីករាយសម្ដាប់រឿងដែលនេះខ្ញុំនិយាយចែកជូនដល់បងប្អូនអរគ្នាបានស្ដាប់អញ្ចឹងណាបងប្អូនអរគ្នាចានឹងខ្ញុំសង្ឃឹមថាបងប្អូនអ៊ំពូមីងបងទាំងអស់នឹងមានរឿងល្អចង់ចែករំលែកដល់បងប្អូនអាចតំណងមកលេខនាងខ្ញុំចាមិនសមបានចេញវីដេអូហើយក៏ឃើញមានបងប្អូនគាត់ខមមិនមកថានឹករលឹកហ្នឹងហើយនឹករលឹកបងប្អូនទាំងអស់គ្នាដូចគ្នាអញ្ចឹងបងប្អូនដោយសារខានចេញវីដេអូយូរហើយបងប្អូនអើយក៏មានការនឹករលឹកដល់បងប្អូនទាំងអស់គ្នាដូចគ្នាចាមិនថាតែនៅក្នុងស្រុកឬក៏នៅក្រៅស្រុកទេចាគឺនឹករលឹកពិតជានឹករលឹកបងប្អូនទាំងអស់មែនតើចាំបងប្អូនថ្ងៃនេះគឺមានព័ត៌មានមួយដែលចង់ចែករំលែកដល់បងប្អូនណាបងប្អូនអរគ្នាចាគឺអ្នកកំងអីវ៉ាន់តាមអនឡាញភាគច្រើនគឺគាត់ឃើញបងប្អូនគាត់ live អញ្ចឹងទៅក៏គាត់ទម្លាក់លេខនៅខ្ញុំនិយាយនេះគឺមិនមែនចោទលើអ្នកលក់អនឡាញដែលគាត់ស្មោះត្រង់ហើយនឹងត្រឹមត្រូវទេបងប្អូនខ្ញុំនិយាយចំពោះតែអ្នកដែលឆោបបោកណាបងប្អូនដូចករណីបងស្រីម្នាក់នឹងអញ្ចឹងចាកំពុងតែល្បីនៅលើតាមបណ្ដាញសង្គមណាបងប្អូនចាគឺករណីដែលបងស្រីគាត់កំងអីវ៉ាន់ខោអាវថ្មីបងប្អូនប៉ុន្តែពេលដែលអ្នកដឹកមកគឺសិតតែខោអាវទៅជុះអញ្ចឹងមានការទៅជែកបែកញែកគ្នាជាខ្លាំងដែរដោយសារគាត់អត់សុខចិត្តទេបងប្អូនដោយសារចាធម្មតាទៅណាបងប្អូនមិនថាតែបងប្អូនឬក៏នាងខ្ញុំទេធម្មតាតែយើងកំងអីវ៉ាន់មកពេលដែលវ៉ាន់យើងត្រូវចិត្តចាអីទេតែនេះគាត់កំងអស់លុយច្រើនហើយលទ្ធផលដែលគាត់ទទួលបានគឺអ្វីដែលមិនសមណាបងប្អូនចាលទ្ធផលដែលគាត់ទទួលបានគឺជាអីវ៉ាន់ចាគឺជាខោអាវទៅជុះទៅវិញអញ្ចឹងគាត់អត់សុខចិត្តទេបងប្អូនគាត់ត្រូវតែតវ៉ាចាអញ្ចឹងមិនថាសំណូមពរដល់បងប្អូនទាំងអស់ថាអ្នកលក់តាមអនឡាញមួយចំនួនចាខ្ញុំនិយាយតែមួយចំនួនទេដែលគាត់រកស៊ីមិនស្មោះត្រង់ណាបងប្អូនដោយករណីបងស្រីនឹងអញ្ចឹងចាគឺគាត់កំងអីវ៉ាន់ជាខោអាវថ្មីចាប៉ុន្តែពេលលទ្ធផលដែលគាត់ទទួលបានគឺសុទ្ធតែខោអាវទៅជុះបងប្អូនចង់ជ្រាបច្បាស់បងប្អូនទៅស្ដាប់នឹងសម្ដីរបស់បងស្រីនឹងតែម្ដងបងប្អូនអរគ្នាឡូយើងមិនចាស់ហាងហ្នឹងហាបងបាយខាងលក់ឲ្យបានហ្នឹងមែនហេតុអីបងឯងដាក់ខោអាវទៅជុះឲ្យគេឲ្យជុះហើមបាយបោកគេបានណានេះអីបងឥឡូវខ្ញុំចាំអ្នកដឹកនឹងបាននេះអ្នកដឹកនេះត្រូវជាអីមួយបងឯងវិញចាក្រុមហ៊ុននឹងជូនអញ្ចឹងឥឡូវខ្ញុំឲ្យគាត់ជូនខ្ញុំទៅផ្ទះបងឯងខ្ញុំហៅប៉ូលីសទៅណាហើយអីបងឯងរកស៊ីបោកគេបងឯងបោកគេបានប្រហែលនេះអីបាយទៅការក្រុមហ៊ុននេះគេក្រុមហ៊ុនម៉ែដឹកឈ្មោះឲ្យគេឈ្មោះនឹង